សកម្មភាពចុះបាញ់ថ្នាំមូសត្រូវបានរដ្ឋបាលរាជធានីភ្នំពេញចូលអនុវត្តជាប់ជាប្រចាំរហូតមកសម្ដៅលុបបំបាត់និងកម្ចាត់មូសនៅរដូវវស្សាធ្វើយ៉ាងណាលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសទប់ស្កាត់ជំងឺគ្រុនឈាមក្រុមកិច្ចសហការរបស់អាជ្ញាធរខណ្ឌជាមួយនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបន្តបាញ់ថ្នាំសម្លាប់មូសខ្លានៅតាមមូលដ្ឋានខណ្ឌនានានៅរាជធានីភ្នំពេញខណៈការអនុវត្តការងារនេះធ្វើឡើងតាមការចង្អុលបង្ហាញនិងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញពីឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញក្នុងការទប់ស្កាត់និងកម្ចាត់មូសខ្លានេះធ្វើឡើងស្របគ្នាទៅនឹងសេចក្តីណែនាំក្រើនរំលឹកស្តីពីការបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សានិងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលារបស់ក្រសួងសុខាភិបាលនាថ្ងៃទី8ខែកក្កដាឆ្នាំ2026ផងដែរតាមរយៈក្រសួងសុខាភិបាលបានក្រើនរំលឹកថាក្នុងអំឡុងពេលរដូវវស្សាជាទូទៅធ្វើឲ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កើតកូនចៅមូសខ្លាស្របពេលជាមួយគ្នានេះដែរប្រទេសកម្ពុជាកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅអេលនីញ៉ូអាចធ្វើឲ្យមានការកើនឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិករួមទាំងប្រទេសរាជាណាចក្រកម្ពុជាស្ថានភាពនេះអាចធ្វើឲ្យមានការកើនឡើងចំនួនមូសខ្លានិងជំងឺគ្រុនឈាមដែលទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលម្នាក់ៗក្នុងគ្រួសារនិងសហគមន៍តាមការសិក្សាស្រាវជ្រាវសត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់នៅក្នុងវត្ថុដក់ទឹកដូចជាសម្បកកង់ឡានកង់ម៉ូតូទុកចោលពាសវាលពាសកាលត្រឡោកដូងកែវចានជ័រស្នោក្រឡដែលបោះបង់ចោលពាងអាងធុងដាក់ទឹកថូផ្កាចានទ្រជើងតុកទូនិងពែងដែលបង្កើតជាប្រភពដក់ទឹកនិងជំរកសត្វមូសខ្លាសត្វមូសខ្លាចូលចិត្តសម្ងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតឬមិនសូវមានពន្លឺថ្ងៃចូលដល់ហេតុនេះក្រសួងសុខាភិបាលបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ចូលរួមចលនាកាត់បន្ថយតាមដាននិងទប់ស្កាត់ការកកើតសត្វមូសដោយប្រកាន់ខ្ជាប់នៅគោលចំហស្របទៅនឹងពាក្យស្លោកខ្ញុំនិងគ្រួសារខ្ញុំជាគ្រួសារគំរូព្រោះផ្ទះខ្ញុំនិងលំនៅឋានរបស់ខ្ញុំគ្មានដង្កូវទឹកព្រមទាំងអនុវត្តនៅវិធានការអន្តរាគមន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារសុខភាពផ្ទាល់ខ្លួនក្រុមគ្រួសារនិងសហគមន៍ពាក់ព័ន្ធទៅនឹងពាក្យស្លោកខ្ញុំនិងគ្រួសារខ្ញុំជាគ្រួសារគំរូលោកងីមីនហេងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញសូមចូលរួមលុបបំបាត់ជំរកមូសខ្លាកាប់ឆ្ការព្រៃជិតផ្ទះទឹកដក់ថ្លាជាជំរកមូសខ្លាទឹកដក់នៅក្នុងសម្បកកង់ឡានកង់ម៉ូតូសម្បកកំប៉ុងដបវត្ថុដក់ទឹកភ្លៀងជាជំរកមូសខ្លាយើងរួមគ្នាលុបបំបាត់ជំរកមូសខ្លានៅក្នុងសហគមន៍របស់យើងដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម